ខ្ញុំបានលោកគ្រូមហាជុំសូមអនុញ្ញាតគោរពនឹងជម្រាបសួរដល់បងប្អូនកូនក្មួយទាំងអស់ដែលកំពុងតាមដានទស្សនានៃការ live ផ្ទាល់របស់លោកគ្រូនៅក្នុងឱកាសថ្ងៃអង្គារលោកអ្នកនាងកញ្ញាទាំងអស់ជាទីគោរពនៅក្នុងរាត្រីដ៏សែនល្អត្រចះត្រចង់និងជារាត្រីមួយដ៏ផ្អែមត្រជាក់ស្រទន់លោកគ្រូមហាជុំនឹងទូទាយនៅជោគជតារិស័យសម្រាប់បងប្អូនកូនចៅប្រុសស្រីទាំងអស់ដែលកើតនៅក្នុងឆ្នាំទាំង12គឺឆ្នាំជួលឆ្លូវខាលថោះរោងម្សាញ់មមីមមែវករកាចកុលបើសិនជាបងប្អូនកូនក្មួយចង់ដឹងថាតើរាសីរបស់អស់លោកអ្នកនៅថ្ងៃពុធស្អែកនេះឡើងឬមួយក៏ចុះហើយយើងមានលេខសំណាងលេខអ្វីហើយយើងប្រើប្រាស់ពណ៌អ្វីនោះសូមបងប្អូនកូនក្មួយទាំងអស់រងចាំតាមដានទស្សនាដោយមេត្រីកូនចៅប្រុសស្រីដែលកើតនៅក្នុងឆ្នាំជូតតែម្ដងបាទលោកអ្នកដែលកើតនៅឆ្នាំជូតនៅថ្ងៃស្អែកនេះជោគជតារាសីរបស់អស់លោកអ្នកល្អមធ្យមកូនចៅប្រុសស្រីដែលកើតនៅក្នុងឆ្នាំជូតរាសីរបស់អស់លោកអ្នកនៅថ្ងៃស្អែកនេះល្អមធ្យមណាលេខសំណាងរបស់អស់លោកអ្នកគឺលេខ765បាទលោកអ្នកដែលកើតឆ្នាំជូតរាសីរបស់អស់លោកអ្នកគឺមធ្យមបាទរាសីលោកអ្នកគឺមធ្យមណាលេខសំណាង765ចំណែកឯពណ៌សំណាងរបស់អស់លោកអ្នកគឺពណ៌ខៀវកូនចៅប្រុសស្រីទាំងអស់ដែលកើតនៅឆ្នាំជូតរាសីរបស់អស់លោកអ្នកមធ្យមលេខសំណាងលេខ765ពណ៌សំណាងគឺពណ៌ខៀវដូច្នេះកូនចៅប្រុសស្រីដែលកើតនៅឆ្នាំជូតសូមលោកអ្នក comment នៅលេខសំណាងគឺលេខ765ហើយលោកអ្នក share នៅវីដេអូលោកគ្រូមហាជុំមួយដាក់លេខ765កុំភ្លេច comment លេខ765ហើយក៏ share នៅវីដេអូ live របស់លោកគ្រូមហាជុំដាក់លេខ765ដូចគ្នាដើម្បីលោកអ្នកទទួលបានលៀបដើម្បីលោកអ្នកទទួលបានជ័យនៅថ្ងៃស្អែកនេះការបំពេញកិច្ចការងាររបស់អស់លោកអ្នកនៅថ្ងៃស្អែកនេះគឺប្រព្រឹត្តទៅដោយធម្មតាដោយរលូនណាបាទពីមុនមកធ្លាប់ប្រព្រឹត្តនៅកិច្ចការងារអីក៏បន្តប្រព្រឹត្តនៅការងារនឹងទៀតទៅណាស្រុនស្រីពៅ765សាធុសាធុបាទអរគុណណាលោកជំទាវស្រុនស្រីពៅកូនសម្លាញ់ជូនពរកូនសំណាងល្អណាបាទអញ្ចឹងខ្ញុំសូមជម្រាបជូនដល់កូនចៅប្រុសស្រីម្ដងទៀតណាលោកអ្នកដែលកើតឆ្នាំជូតរាសីរបស់អស់លោកអ្នកគឺមធ្យមលេខសំណាងគឺលេខ765ចំណែកឯពណ៌សំណាងគឺពណ៌ខៀវនៅថ្ងៃស្អែកនេះកិច្ចការងារប្រចាំថ្ងៃកិច្ចការងាររកស៊ីលក់ដូរក៏ដូចជាការប្រកបនៅការងារផ្សេងសម្រាប់អស់លោកអ្នកដែលកើតនៅឆ្នាំជូតខ្ញុំសូមជម្រាបជូនថាគឺប្រព្រឹត្តទៅដោយរលូនគឺប្រព្រឹត្តទៅដោយរលូនណាมันមានឧបសគ្គណាមករាំងស្ទះទេហើយក៏មិនទទួលបាននៅលៀបជ័យអីធំដែរបានន័យថាយើងទម្លាប់ធ្វើអីគឺយើងធ្វើនឹងយើងទម្លាប់ធ្វើអីគឺយើងធ្វើនឹងប៉ុន្តែវាមិនមានការបង់ខាតទេសម្រាប់អស់លោកអ្នកដែលកើតនៅថ្ងៃស្អែកឧទាហរណ៍ថាយើងរាល់ដងយើងលក់ទំនិញរបស់យើងនឹងដាច់មានលុយកាក់ហូរចូលជាប្រចាំអញ្ចឹងទៅក៏យើងស្អែកនឹងក៏លក់ដាច់ហើយមានទំនិញអីហូរចូលជាប្រចាំអញ្ចឹងណាបាទសម្រាប់លោកអ្នកដែលកើតនៅឆ្នាំជូតលក់ដាច់ហើយហូរចូលជាប្រចាំសុខសប្បាយអញ្ចឹងណាបាទมันមានថាអូថ្ងៃស្អែកហ្នឹងមានលៀបធំអីចូលអត់មានទេប៉ុន្តែកិច្ចការងារប្រចាំថ្ងៃហើយការលក់ដូររកស៊ីការប្រកបរបរទទួលទានហ្នឹងมันមានភាពណាមកបង្អាក់មកបង្ខាំងឬមួយមកបន្ទុចដំណើររបស់យើងទេប៉ុន្តែការប្រកបរបររកស៊ីនេះប្រព្រឹត្តទៅដោយរលូនมันមានការបង់ខាតទេឧទាហរណ៍ថាយើងលក់បាយយើងលក់គុយទាវគឺយើងលក់អស់មិនអេមិនសល់អញ្ចឹងណាបាទហើយបើយើងនិយាយអំពីការធ្វើដំណើរទៅទីចិត្តទីឆ្ងាយវិញសម្រាប់បងប្អូនកូនចៅដែលកើតនៅឆ្នាំជូតលោកគ្រូមហាជុំចង់ជំរាបជូនថាគឺមានសុខសុវត្ថិភាពណាបាទគឺសុវត្ថិភាពលោកអ្នកអាចអញ្ជើញទៅទីចិត្តក៏បានលោកអ្នកអាចអញ្ជើញទៅទីឆ្ងាយក៏បាននៅក្នុងដំណើររបស់លោកអ្នកណាមិនថាតែការធ្វើដំណើរកំសាន្តមិនធ្វើតែការធ្វើដំណើរនៅក្នុងការបំពេញភារកិច្ចឬមួយក៏កិច្ចការផ្សេងគឺលោកអ្នកធ្វើដំណើរទៅដោយរលូន
បងប្អូនណាបាទធ្វើដំណើរទៅដោយរលូនធ្វើដំណើរទៅដោយសុវត្ថិភាពហើយការធ្វើដំណើររបស់អស់លោកអ្នកហ្នឹងមិនត្រឹមតែរលូនហើយគឺទទួលបានលាភជ័យពីរយៈកាលនៃការធ្វើដំណើរនឹងទៀតដូច្នេះកូនចៅដែលកើតនៅឆ្នាំជូតគឺมันមានការអីដែលភ័យព្រួយឬមួយក៏បារម្ភរឿងការធ្វើដំណើរនោះទេអញ្ចឹងលោកអ្នកអាចបន្តដំណើរបានណាបាទអញ្ជើញទៅចិត្តក៏បានអញ្ជើញទៅឆ្ងាយក៏បានអញ្ជើញទៅយប់ក៏បានអញ្ជើញទៅថ្ងៃក៏បានអញ្ជើញទៅណាក៏បានដែរឲ្យតែលោកអ្នកចង់អញ្ជើញទៅចូលរួមគឺទទួលបានសុវត្ថិភាពប៉ុន្តែខ្ញុំចង់ជម្រាបជូនដល់បងប្អូនកូនចៅថាមិនមែនតែលោកគ្រូមហាជុំប្រាប់ថាការធ្វើដំណើររបស់អស់លោកអ្នកសុវត្ថិភាពស្រាប់តែលោកអ្នកបើកបរខ្វះការប្រុងប្រយ័ត្នបើកបរលើសល្បឿនកំណត់បើកបរមិនគោរពស្លាកសញ្ញាមានបញ្ហាអីកើតឡើងនេះគឺជាការទទួលខុសត្រូវរបស់អស់លោកអ្នកទំនាយបានទាយប្រាប់ថាយើងល្អមែនយើងជោគជ័យមែនប៉ុន្តែយើងទៀតសោតក៏ត្រូវតែមានការប្រុងប្រយ័ត្នសម្រាប់ខ្លួនយើងផងដែរបើនិយាយអំពីបញ្ហាសុខភាពវិញเนาะបាទកូនចៅដែលកើតឆ្នាំជូតនៅថ្ងៃស្អែកនេះលោកគ្រូមហាជុំចង់ជម្រាបជូនថាគឺសុខភាពរបស់យើងល្អប្រសើរបាទសុខភាពរបស់កូនចៅគឺល្អប្រសើរណាអត់មានអីដែលជាភាពគេហៅថាស្គៀបលមាស់ឈឺក្បាលវិលមុខក្តៅខ្លួនក្អួតចង្អោរអីទេគឺសុខភាពយើងល្អបាទសុខភាពល្អណាបាទប៉ុន្តែបើរឿងស្នេហារៀងមានភាពរកម្មរកុសឬមួយមានភាពរអាក់រអួលបន្តិចណាដោយសារតែកូនចៅកើតនៅឆ្នាំជូតនឹងខ្ញុំជំរាបតាមត្រង់ថ្ងៃស្អែកនេះគឺមានអារម្មណ៍រៀងមួម៉ៅហើយមានអារម្មណ៍រៀងក្តៅកាហាយបន្តិចណាបាទដោយសារតែអារម្មណ៍អត់សូវល្អកាលណាអារម្មណ៍អត់សូវល្អអញ្ចឹងអាចជះឥទ្ធិពលដល់អ្នកដែលនៅចិត្តខ្លួនអ្នកដែលនៅចិត្តជាងគេគឺអ្នកណាគឺគូសកលបាទគឺប្តីស្រីเนาะប្តីប្រពន្ធឬមួយក៏អ្នកណាអញ្ចឹងទៅអញ្ចឹងបងប្អូនកើតឆ្នាំជូតនៅថ្ងៃស្អែកណាបាទប្រយ័ត្នប្រយែងពាក្យសម្ដីកាយវិការអិរិយាបថអាកប្បកិរិយានៅក្នុងការរស់នៅបន្តិចទៅគេលោថាមានភាពប៉ះទង្គិចជាមួយនឹងគូស្នេហ៍រវាងប្តីប្រពន្ធឬមួយក៏អ្នកជាទីស្រឡាញ់អីជាដើមនឹងយើងមានការអត់ធ្មត់ហើយយើងមានការអត់ឱនឲ្យគ្នាទៅវិញទៅមកបាទអញ្ចឹងខ្ញុំសូមឲ្យបងប្អូនកូនក្មួយទាំងអស់មានការអត់ធ្មត់បន្តិចណាសម្រាប់លោកអ្នកដែលកើតឆ្នាំជូតកុំឲ្យឆ្លោះគ្នាណាបងប្អូនណាបាទមិនគ្រូមហាជុំប្រាប់ថាលោកអ្នកឆ្លោះគ្នាលោកអ្នកត្រូវតែឆ្លោះទេប៉ុន្តែលោកអ្នកដឹងមុនហើយលោកអ្នកអាចអត់ធ្មត់អញ្ចឹងមួយលានអ្នកដែលកើតឆ្នាំជូតខ្ញុំជឿជាក់ថាបាន100000អ្នកឆ្លោះគ្នាចោះហើយ90000អ្នកទៀតមិនបាច់ឆ្លោះគ្នាទេអញ្ចឹងណាបាទអញ្ចឹងសូមអរគុណដល់កូនចៅណាបាទជូនពរឲ្យកូនចៅសំណាងល្អអ្នកកើតឆ្នាំជូតអញ្ចឹងអ្នកកើតឆ្នាំជូតលេខសំណាងគឺលេខ765ចំណែកឯពណ៌សំណាងគឺពណ៌ខៀវរាសីល្អមធ្យមណាបាទមិនឡើងមិនចុះគឺមធ្យមណាអាចទទួលយកបានហេងមានលៀបមានជ័យជូនពរណាបាទដល់កូនចៅដែលកើតឆ្នាំជូតជាបន្តភ្ជាប់សេចក្តីទៀតខ្ញុំសូមធ្វើការទូទាជូនដល់កូនចៅប្រុសស្រីដែលកើតនៅក្នុងឆ្នាំឆ្លូវវិញម្ដងឆ្នាំឆ្លូវនៅថ្ងៃស្អែកនេះខ្ញុំសូមជម្រាបជូនថារាសីរបស់អស់លោកអ្នកសម្រាប់លោកអ្នកដែលកើតនៅឆ្នាំឆ្លូវហ្នឹងក៏មិនចុះហើយក៏មិនឡើងដែរគឺមធ្យមដូចគ្នាបងប្អូនណាបាទលោកអ្នកដែលកើតនៅឆ្នាំឆ្លូវគឺរាសីរបស់អស់លោកអ្នកគឺមធ្យមចំណែកឯលេខសំណាងបងប្អូនเนาะបាទលេខសំណាងសម្រាប់បងប្អូនដែលកើតនៅឆ្នាំឆ្លូវគឺលេខ412ចំណែកឯពណ៌សំណាងរបស់អស់លោកអ្នកដែលកើតនៅឆ្នាំឆ្លូវលោកឲ្យពាក់ពណ៌សបាទអញ្ចឹងខ្ញុំគ្រូមហាជុំចង់ជំរាបជូនថាបងប្អូនកូនចៅទាំងអស់ដែលកើតនៅឆ្នាំឆ្លូវជោគជតារាសីរបស់អស់លោកអ្នកប្រចាំថ្ងៃទី13ខែកក្កដាគឺរាសីមធ្យមលេខសំណាងគឺលេខ412ពណ៌សំណាងគឺពណ៌សអញ្ចឹងលោកអ្នកដែលកើតឆ្នាំឆ្លូវសូមខមមិនលេខ412ហើយក៏ share នៅវីដេអូលោកគ្រូមហាជុំមួយដាក់លេខ412ដូចគ្នាបាទលេខសំណាង412ពណ៌សំណាងគឺពណ៌ស
nơiថ្ងៃស្អែកខ្ញុំសូមជម្រាបជូនបងប្អូនកូនក្មួយទាំងអស់ឲ្យបានជ្រាបថាអូយសัตว์ឡើងទៅជាបាទអូបើមិនសុំទោសណាថាមិនចង់យកដៃវាចេញតិចបើមិនវាតិចខ្លាចវាចូលក្នុងទៅជាបងប្អូនអញ្ចឹងខ្ញុំសុំការខន្តីអភ័យទោសបងប្អូនណាបាទអញ្ចឹងលោកអ្នកដែលកើតនៅឆ្នាំចសុំទោសបាទលោកអ្នកដែលកើតនៅឆ្នាំឆ្លូវគឺរាសីមធ្យមបើនិយាយពីកិច្ចការងារប្រចាំថ្ងៃរបស់អស់លោកអ្នកនៅថ្ងៃស្អែកអ្នកកើតឆ្នាំឆ្លូវខ្ញុំជំរាបជូនថាគឺប្រព្រឹត្តទៅដោយរលូនមិនមានឧបសគ្គអីរាំងស្ទះទេលក់ដូរដាច់ធម្មតាណាបងប្អូនណាបាទលក់ដូរដាច់រកស៊ីទទួលទានធ្វើការអីទាំងអស់ហ្នឹងគឺមានប្រាក់ចំណូលចូលមកធម្មតាបងប្អូនណាមិនខុសពីថ្ងៃរាល់ដងទេហើយក៏មិនមានការបង់ខាតដែរបងប្អូនធ្លាប់លក់អ្វីគឺលក់ដាច់បងប្អូនធ្លាប់ធ្វើអីគឺធ្វើបានឧទាហរណ៍ថាអ្នកលក់ខោអាវគឺលក់ខោអាវបានអញ្ចឹងទៅបាទលក់ស្បែកជើងលក់ស្បែកជើងបានអញ្ចឹងទៅលក់អនឡាញលក់អនឡាញបានអញ្ចឹងទៅគឺបានន័យថាបានរលូនបានដោយល្អអត់មានអីដែលជាការរាំងស្ទះនោះទេឆ្នាំឆ្លូវធ្វើអីបានជោគជ័យធ្វើអីបានល្អបាទហើយបើយើងនិយាយអំពីការធ្វើដំណើរទៅទីជិតទីឆ្ងាយវិញបាទការធ្វើដំណើរទៅទីជិតទីឆ្ងាយវិញកូនចៅប្រុសស្រីដែលកើតនៅក្នុងឆ្នាំឆ្លូវគឺសុវត្ថិភាពបាទសុវត្ថិភាពណាបាទទៅជិតទៅឆ្ងាយទៅយប់ទៅថ្ងៃអីគឺមានសុខសុវត្ថិភាពទាំងទៅទាំងមកបងប្អូនបាទធ្វើដំណើរអញ្ជើញទៅបានណាបាទយប់ថ្ងៃឆ្ងាយចិត្តគឺមានសុវត្ថិភាពប៉ុន្តែដោយជំរាបជូនអញ្ចឹងប្រយ័ត្នលេខគេថាមានសុវត្ថិភាពប៉ុន្តែអស់លោកអ្នកមិនប្រយ័ត្នអានឹងវាជារឿងមួយដែលគួបផ្សំដែរអញ្ចឹងសូមឲ្យលោកអ្នកប្រយ័ត្នប្រយែងប៉ុន្តែបើតាមលេខវាអត់អីទេប៉ុន្តែការពីប្រសើរជាងព្យាបាលចំពោះបញ្ហានៃការធ្វើដំណើរហើយបើយើងនិយាយអំពីសុខភាពវិញបាទឆ្នាំឆ្លូវសុខភាពអត់សូវល្អហ្មងទេថ្ងៃស្អែកនឹងបាទថ្ងៃស្អែកខ្ញុំចង់ជម្រាបជូនថាលោកអ្នកដែលកើតឆ្នាំឆ្លូវគឺសុខភាពអត់ល្អប្រហែលទេអញ្ចឹងបងប្អូនកូនចៅដែលកើតនៅឆ្នាំឆ្លូវសូមប្រុងប្រយ័ត្នហើយនឹងប្រយ័ត្នប្រយែងបន្តិចចំពោះបញ្ហាសុខភាពបើមិនមានការប្រយ័ត្នប្រយែងទេថ្ងៃស្អែកលោកអ្នកឈឺណាបាទថ្ងៃស្អែកលោកអ្នកឈឺចង់ជម្រាបជូនថាឈឺអញ្ចឹងបើមិនមានការប្រុងប្រយ័ត្នទេបើមិនមានការពារសុខភាពឲ្យបានល្អទេនៅថ្ងៃស្អែកលោកអ្នកដែលកើតនៅឆ្នាំឆ្លូវហ្នឹងប្រកាសជាឈឺអញ្ចឹងមិនមែនថាគ្រូមហាជុំមាត់ចង្រៃទេសុកមកដាក់ទំនាយកូនសិស្សឲ្យឈឺអីនោះទេអត់ទេប៉ុន្តែបើគេប្រាប់ថាឈឺហើយយើងប្រយ័ត្នសុខភាពកុំឲ្យឈឺទៅเนาะយើងទទួលទានទឹកក្តៅយើងកុំញ៉ាំជាតិផ្អែមច្រើនបាទនាំឲ្យវាឈឺកនាំឲ្យវាអីចឹងណាយើងញ៉ាំទឹកឲ្យបានច្រើនចឹងទៅធ្វើឲ្យរាសីរបស់យើងកាន់តែល្អហើយសុខភាពយើងកាន់តែល្អវាអត់មានការឈឺអីទេពីព្រោះថាបញ្ហាឈឺហ្នឹងគឺមកពីយើងមិនសូវប្រយ័ត្នជាមួយសុខភាពប៉ុន្តែបើយើងមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ជាមួយនឹងសុខភាពរបស់យើងខ្ញុំជឿជាក់ថាវាមិនឈឺទេអញ្ចឹងបងប្អូនកូនក្មួយដែលកើតនៅឆ្នាំឆ្លូវប្រយ័ត្នប្រយែងចំពោះបញ្ហាសុខភាពបន្តិចបើមិនប្រយ័ត្នទេលោកអ្នកអាចនឹងឈឺបាទអរគុណបាទហើយបើយើងក៏លេខទៅមើលរឿងរ៉ាវស្នេហាវិញខ្ញុំចង់ជម្រាបជូនថាលោកអ្នកដែលកើតនៅឆ្នាំឆ្លូវគឺស្នេហាផ្អែមល្ហែមស្រឡាញ់គ្នាល្អុកល្អឿនជាមួយគ្នាស្អិតល្មួតជាមួយគ្នាអត់មានគេហៅថាជាការរាំងស្ទះអត់មានជាបញ្ហាអីដែលជានាំឲ្យយើងមានការលំបាកឬមួយក៏នាំឲ្យយើងគេហៅថាឆ្លោះប្រកែកខ្វល់ខ្វាយចិត្តឬមួយក៏លំបាកចិត្តដោយសារតែរឿងស្នេហាទេស្នេហារបស់យើងគឺមានភាពផ្អែមល្ហែមស្នេហារបស់យើងគឺស្រឡាញ់គ្នាស្នេហារបស់យើងគឺពោពេញទៅដោយភាពគេហៅថាយល់ចិត្តគ្នាទៅវិញទៅមកសុភមង្គលអញ្ចឹងរឿងរ៉ាវស្នេហាអត់អីទេសម្រាប់អស់លោកអ្នកដែលកើតនៅឆ្នាំឆ្លូវអញ្ចឹងត្រឡប់មកវិញកូនចៅដែលកើតនៅឆ្នាំឆ្លូវគឺរាសីរបស់អស់លោកអ្នកគឺមធ្យមលេខសំណាងគឺលេខ412ពណ៌សំណាងគឺពណ៌សកូនចៅដែលកើតនៅឆ្នាំឆ្លូវសូមខមមិនលេខ412ហើយ share នៅវីដេអូលោកគ្រូមហាជុំមួយដាក់លេខ412ចំណែកឯកិច្ចការងារអ្វីល្អការធ្វើដំណើរល្អប៉ុន្តែមានការប្រុងប្រយ័ត្នចំពោះសុខភាពបន្តិចហើយចំណែក
ai bánh hà snai hà vẫn cứ miền phía bà em là hài à vậy group giang cứ lõ à vậy group giang cứ chụp chơi sầm rạp ở lục nè để cái nơi nằm lời bà côn ôn đa bê đốn có thà năm chút mệt đại năm chút lúc cụ mưa hỏi hay chân côn trai ai rung từ cào tí tới bà đầm bầy mưa nơi việc đi làm với của thằng lực luôn anh mưa xả đại mình tiếp buổi năm đọc phí bởi miền ca dự giá là nâng viên nâng cái hai thảm nâng ập toàn thì bà o côn bà và to mà tiết khiêm sông tu tiên nơi chụp chỉ ta đi xây côn chạy prosấy để cái nơi năm khao với mặt đòn bà năm khá chụp chỉ ta đi xây bỏ lục nè nơi ngày sai ní cứ bà năm khá đi xây bỏ lục nè nơi ngày sai ní cứ pua nè bà lại pua bà đi xây lục nè để cái năm khá lại pua lấy sầm nán cứ lấy bầm vây rồi một hay bà lấy sầm nán cứ lấy bầm vây rồi một hay po sầm nán cứ po cả mỏng đọc bà con trai prosấy để cái nơi ở năm khá đi xây bỏ lục nè cứ làng cua tập đáy bà đi xây bỏ lúc nè làng cua tập đáy lấy sầm nán cứ lấy cùng vậy rồi một thấy po sầm nán cứ po cả mỏng đòn chẳng con trai prostate chẳng ót đại cái nơi năm khá zoom comment nơi lấy sầm nán cứ lấy cùng vậy rồi một thấy hai cô xe nơi video lục cùng hai chung mới đã lấy cùng vậy rồi một thấy đôi kia nát bà lúc nè đại cái năm khá đi xây bỏ lúc nè nơi ngày sai ní cứ làng cua tập đáy đi xây cứ buộc trọt đáy lấy sầm nán cùng vậy rồi mà thấy po sầm nán cứ po cả mong đọc bà po sầm nán po cả mong đọc ná bà lấy sầm nán cứ lấy cùng vậy rồi mà thấy đi xây lại buộc trọt đáy nơi thay sai ní lúc nè nâng miền liệp miền cháy bà liệp nó nâng trôi máu tam để dạ cả lụa đồ cả vừa cả nghi cái đôi chiều một cái bò phải chạm ngày bỏ lục nè ụ thọ thà lục nè lụa cùi tiêu của thọ lục nè lụa bài hoặc đón lụa du bản đặt ở hết bà chừng này ai nơi ngày nít ngày sai nít khi lụa nè lụa chập ở hỏi từ tua bản phao chừng này cho anh chuyện rõ đỏ chẳng là ưu tiên họ chẳng là bàn tay bây giờ bà có một cái bò ấy xây tiết cái ông pi cả lụa bài lụa cái tiêu nó có dương từ tua bàn nơi phao chừng này cho anh dương từ tua bàn liêm dương từ tua bàn cháy hay dương có từ tua bàn nơi hai tháng sẽ cái đây sắp chùm ra hình miền liệp miền cháy trôi máu nơi không ở chi vật bỏ bụi dương phòng đài chẳng lúc nè cả năm khá complex không ăn liệp cùng vậy rồi một thấy nát bà đầm bày từ tua vô liệp vô cháy hay complex xeในวิดีโอลูกรูมหาจุ่มมุ้ยดัดลีผมไปรอยมาเพย์ดำไปตัวหยกเลียบตัวหยกใจจังลูกรูจังจุ่มบีบจูนบองโปนโกงขโมยแต่งอ้อยบานเชียบถ่าลูกเนี่ยในการชนะค้าในไทยใส่นี่ลูกเนี่ยเมียนเลียบเมียนใช้ลูกเนี่ยนั่งตัวบานในสิกระไดซอกสิกระไดจำราการลูกโลโรซีการประกอบในกิจการเงียบเสียงคือประพฤติดาวรุ่นลูนดาวจุกใจให้ดาวสวัสดิเพียบดาวเฮงพองได้ตามระยะการเงียลูกโลโรซีการทั่วดำน้าบ่าการทั่วดำน้าบอกลูกเนี่ยในการในชนะค้าบาทคือหนึ่งตัวบานในเลียบใจหนึ่งตัวบานซอกสวัสดิเพียบต่างๆต่างเมาโกนใจเชิญแต่การตีนาก็ได้โกนใจเชิญแต่การตีจัดตีง่ายอย่างมันก็ได้คือเมียนสวัสดิเพียบนะบ่าลูกเนี่ยเชิญแต่นาก็ได้คือเมียนสวัสดิเพียบต่างๆต่างเมาให้ดำน้าได้เชิญแต่นั้นมันท่าง่ายมันท่าจัดคือหนึ่งตัวบานในเลียบหนึ่งตัวบานในใจให้หนึ่งตัวบานในสิกระไดซอกสิกระไดจำร้านเฮงกรุบยางเฮงกรุบประกาจำนายปัญหาสุขภาพวิ่งบ่าลูกเนี่ยในการนำค้าใส่สุขภาพละอ้อมอมตอมธรรมดาบ่าใส่สุขภาพละอ้อมอมตอมธรรมดาอันมีนไอ้ได้เชียปัญหาได้ยังมีการปลุยบารมนุเตสุขภาพบ่ยังคือละอ้อจำนายเรื่องรายสมัยหาคือมีนเพียบปลายละหายมีนเพียบสลันขณีมีนกายยุลจัดขณีบ่ามีนกายยุลจัดขณีสลันขณีให้ก็ปลายละหายจุ่มวยขณีแต่งกูสวามีแพะดีแต่งกูสองสาแต่งตุ่มแดดตุ่มน้องจุ่มวยนั่งบกกระลักมันไตรดิชกาหรือมวยก็มันแพะได้รวมการเงียจุ่มวยคือโปเป็นแต่ได้มันโน้สังเจตนาปลายละหายสลันขณีมีนกายยุลจัด
យល់ថ្លើមជាមួយគ្នាហើយក៏មានការចេះយោគយល់អធិស្ឋានឲ្យគ្នាទៅវិញទៅមកហើយបើនិយាយពីរឿងស្នេហាវិញគឺផ្អែមល្ហែមដូចទឹកអប់បំពង់ខ្ចីបាទដោយទឹកខ្មុំខែប្រាំងគឺផ្អែមឈ្ងុយបាទល្មមអាចស្អកកបានទៀតណាបាទអញ្ចឹងលោកអ្នកដែលកើតឆ្នាំខាលស្នេហាក៏ផ្អែមអីក៏ផ្អែមប៉ុន្តែត្រៀមក្រូចឆ្មាណាបាទគេលោកផ្អែមពេកទៅវាខាស់កអានឹងអាចយកក្រូចឆ្មាមកជំនួសបាទអរគុណអញ្ចឹងលោកគ្រូមហាជុំចង់ត្រឡប់ក្រោយបន្តិចលោកអ្នកដែលកើតឆ្នាំខាលរាសីរបស់លោកអ្នកនៅថ្ងៃស្អែកនេះគឺឡើងខ្ពស់ត្រដែតលេខសំណាង820ពណ៌សំណាងពណ៌ផ្កាម៉ោង10អ្វីគ្រប់យ៉ាងគឺល្អអ្វីគ្រប់យ៉ាងគឺperfect ណាទាំងស្នេហាទាំងអីអញ្ចឹងបាទអរគុណកូនចៅដែលកើតឆ្នាំខាលបាច់ជូនពរទៅព្រោះហេងហើយបាទអ្នកគ្រូពេទ្យកូនពៅលោកគ្រូពាក់ខ្សែកឲ្យជាប់លេងដាច់ហើយនឹងសង្ហាណាស់យុគនេះអាយុ17បាទអរគុណអ្នកគ្រូពេទ្យច្រើនមែនតើដែលសរសើរគ្រូមហាជុំមែនណាបាទមិនមែនថាចង់ពាក់ខ្សែកនឹងអួតទេឥឡូវនេះឡាយបាន3ឆ្នាំហើយណាបាទពាក់ខ្សែកហ្នឹងគឺអត់មានចំណុចអីដែលរាំងស្ទះទេហើយបើកន្លងទៅអត់ពាក់ខ្សែកហ្នឹងណាអ៊ីនធឺណិត no connection រហូតចឹងទៅធ្វើឲ្យមានភាពរអាក់រអួលចឹងពេលដែលយើងនិយាយចឹងទៅចិត្តយើងចង់ធ្វើម៉េចឲ្យកូនចៅយើងបានស្ដាប់ឲ្យកូនចៅយើងបានដឹងបានឃើញណាដល់ពេលនិយាយទៅកាំងស្ញញចឹងទៅធ្វើអារម្មណ៍យើងអត់សូវល្អប្រហែលនេះចឹងថ្ងៃនេះដាក់ខ្សែកមាសមួយខ្សែពឹបមកគឺអូខេគឺថាល្អជោគជ័យណោះបាទអរគុណដល់កូនចៅជូនពរដល់អ្នកគ្រូពេទ្យកូនពៅណាឲ្យសំណាងល្អឲ្យហេងឲ្យជោគជ័យឲ្យអ្នកគ្រូពេទ្យប្រាថ្នាអីគឺសូមឲ្យបានសម្រេចដូចបំណងពងប្រាថ្នាបូករួមទាំងកូនចៅដទៃទៀតបាទនៅក្នុងការទស្សនាការ live នេះសូមឲ្យលៀបសូមឲ្យជ័យសូមឲ្យសុខចម្រើនណាបាទអរគុណណាយើងបន្តទៀតណាបាទកូនចៅប្រុសស្រីយើងចូលទៅកាន់លោកអ្នកដែលកើតនៅឆ្នាំថោះវិញម្ដងបាទថោះមិនទៅនៅថ្ងៃស្អែកហ្នឹងเนาะបាទអញ្ចឹងលោកអ្នកដែលកើតឆ្នាំថោះហ្នឹងគឺកំពុងតែទន្ទឹងរង់ចាំហើយថាតើគ្រូមហាជុំអើយរាសីខ្ញុំកើតឆ្នាំថោះហ្នឹងយ៉ាងម៉េចទៅបាទមិនអីទេเนาะរងចាំស្ដាប់បន្តិចទៅប៉ុន្តែមុននឹងជំរាបជូនគឺខ្ញុំចង់ជំរាបជូននៅលេខសំណាងម្ដងបាទលោកអ្នកដែលកើតនៅឆ្នាំថោះគឺរាសីរបស់អស់លោកអ្នកនៅថ្ងៃស្អែកនឹងមិនសូវជាល្អប្រមាណទេបាទលោកអ្នកកើតឆ្នាំថោះណារាសីរបស់អស់លោកអ្នកគឺមិនសូវជាល្អប្រមាណទេណាបាទអញ្ចឹងដោយសារតែរាសីយើងកើតឆ្នាំថោះមិនសូវល្អហើយអញ្ចឹងខ្ញុំសូមឲ្យកូនចៅខមមិនលេខសំណាងទៅគឺលេខ148លេខសំណាងអ្នកកើតឆ្នាំថោះគឺលេខ148ចំណែកឯពណ៌សំណាងលោកអ្នកដែលកើតនៅឆ្នាំថោះបាទគឺពណ៌ទឹកប្រាក់បាទលោកអ្នកដែលកើតឆ្នាំថោះចង់ជំរាបជូនថារាសីរបស់អស់លោកអ្នកស្រុតចុះបាទស្រុតចុះប៉ុន្តែបើទោះបីជារាសីយើងស្រុតចុះក៏ដោយប៉ុន្តែមិនមែនស្រុតចុះរាល់ថ្ងៃទេបងប្អូនណាកុំបាក់ទឹកចិត្តណាបាទរាសីយើងមិនមែនស្រុតរាល់ថ្ងៃទេយើងស្រុតតែថ្ងៃពុធស្អែកមួយថ្ងៃទេប៉ុន្តែយើងមានលេខសំណាងតើបងប្អូនណោះបាទអញ្ចឹងកូនចៅដែលកើតនៅឆ្នាំថោះហ្នឹងគឺយើងមានលេខសំណាងដើម្បីកុំឲ្យស្រុតយើងមានលេខសំណាងគឺលេខអីទៅលេខ148កូនចៅកើតឆ្នាំថោះសូមឲ្យលោកអ្នកខមមិនលេខ148ហើយក៏ share នៅវីដេអូលោកគ្រូមហាជុំមួយដាក់លេខ148លោកអ្នកដែលកើតនៅឆ្នាំថោះជោគជតារាសីរបស់អស់លោកអ្នកនៅថ្ងៃស្អែកនេះគឺស្រុតចុះហើយលេខសំណាងគឺលេខ148ពណ៌សំណាងគឺពណ៌ទឹកប្រាក់អញ្ចឹងកូនចៅដែលកើតឆ្នាំថោះណារត់រះខមមិនលេខសំណាងចូលទៅលេខ148ហើយក៏ខមមិនលេខ148ទៅហើយក៏ share នៅវីដេអូលោកគ្រូមហាជុំមួយដាក់លេខ148ពណ៌សំណាងពណ៌ទឹកប្រាក់ណាបាទថ្ងៃស្អែកលោកអ្នកកើតឆ្នាំថោះមានការបង់ខាតតិចតួចបាទ
ngày sai nè lúc nè cả năm thọ miền cả bong khát tịt tụi nè bà tamระยะการลุโดโรซีหรือมวยกับการประกอบกิจการเงียไว้ไว้กรุบยั้งยมสมอ้อยโกนใจในการนำทอดนั้นช่วยประหยัดประหยัดติดยะบ่าการลุโดการไอ้นั้นประหยัดเมนเทนนะก็มองเมียนการขาดบ่องบัดซันจีเมียนการขาดบ้องอันนั้นเวียเพื่อเอายืงนั้นเวียมันสบายจัดเลยนะบ่าผู้ใส่นั้นการมีลุโดโรซีประจำไงนั่นคือมันใส่ละอมาเพื่อกิจทำเมียนการขาดบ้องจังบัดซันจีเมียนการขาดบ้องเพื่อเพื่อเอายืงนั้นออกลุยจังดับใบกับเอาเมียนการขาดบ้องดับใบกับเอาออกลุยบองคนคนไม่thời gian mấy cứ trời táiประหยัดประหยัดtrời tái miền cà prongประหยัดở bàn cua nè bà cùng ở khát nè cụ mà hai chúng ta khát bàn tay dươngประหยัดcùng ở khát tới vía nâng lên ai hay bà nè cả năm thọประหยัดtí á nè khác con thơ cao cái nhom tờ khát ấy cụ nhom thơ cao cái xót nè bàn tay dương ai thưa cao cái tới việc ai bạc po rồi môi cầu việc thưa ao khôiขาดไอ้จังเต้ก็เพื่อเอาเยอะมีการขาดบ่องได้สมัยลูกเนี่ยได้การในฉบับถอดจำนายไอ้บักยมช่องจุ่มบีบจุ่มลูกเนี่ยปตอเตี้ยเปียปอนจุ่มมวยนึงการเพื่อดำน้ำเตยตีเจ็ดตีใช้เนี่ยขาดฉบับถอดในไทยไอ้นี่มันมีปัญหาอีเต้ลูกเนี่ยอาจเจอเตยบ่ามันท่าchấtมันท่าง่ายหรือมวยกอกระไรนาเต้เอาตายโกนใจเป็นchấtเป็นปฏิในโครงการเชิญcóเชิญเตยบ่าเป็นchấtเป็นปฏิในโครงการเชิญลูกเนี่ยอาจเชิญเตยบ่านะบ่ามันสายchấtมันสายง่ายมันสายยุบให้ก็มันสายไงตีจำนายไอ้สุขภาพอัศใส่หล่อมาตีเนี่ยการนำทอดไงใส่นี้บางมันประหยัดที่ชื่อบางโอนบ่ามันประหยัดหนึ่งชื่อจังลูกเนี่ยในการในฉนำท้อในไงใส่นี้ยมจอมจะมีจูนท่าสุขภาพก็มีเรื่องมวยแต่เธอปรองประหยัดได้ปัญหาสไตล์ฮาอัดไอเต้มีเพียบไปมันให้สลันขี้ธรรมดาบองสลันโอนสลันบองบ่าปีพบลูกนี่คือมีแต่ปีเนี่ยบ่าห้ามยกครูมาหาจุ้มตึกดักขนมจำไหนแบบดวงสไตล์ฮาระบอกออกลูกเนี่ยปูท่าลูกเนี่ยสลันขี้บองสลันโอนสลันบองให้ไปโยครูมาหาจุ้มดักมวยเตียตึกเป็ดได้ชูขี้ครูมาหาจุ้มถือเตือนเลยข้างนะวิจิปัญหามวยเดินcái thà lùm yên á bà tới khang phó khang sấy thà lùm yên khang sấy thà phổ ấy chấn bà bàn tay chấn xong ai ở đây thế kia lọ là ơn sành kia chấn tờ lọc màu vĩnh con trai để cả năm thọ thì xây sập cho bàn tay bờ sân chỉ sập cho cổ vật mến dương miền lê sầm nàng con trai đã lên mà rồi sai sập vậy hay có comment lên mà rồi sai vậy xe video cùng hai chúng đã lên mà rồi sai vậy po sầm nàng po tập praการลุโดประหยัดประหยัดสายเมียนกาบองขาดนะบ่าสายเมียนกาบองขาดมันทานเนี่ยลุโดเนี่ยทัวการเนี่ยโรคซีไอตีสุขภาพก็มีปัญหาได้กลายเป็นเรื่องหล่อครบอย่างนะลูกเนี่ยในการในชนำทอจังบัดไปจอบลูกเนี่ยในการชนำทอโจลหมดน้อยลูกเนี่ยในการในชนำโรงวิ่งมาดองโรงในไทยสายนี่รีไซค์ปูนะบองปอนนะบ่าโรงรีไซค์ปูเลขสำนักคือเลขปีร้อยห้าสิบใบบ่าปีร้อยห้าสิบใบปอสำนักคือปอเลืองใจบ่าปอเลืองใจใบใหญ่ปีปอเลืองใจบองโอนชงอเตียนนะท่าลูกครูมหาจงปอเลืองใจนั่งอย่างไม่ปอเลืองยังนั่งนักขอนแต่เวียใจบองโอนได้สกอลการเกียร์สันเลยการเกียร์สันเลืองนะแต่การนาเวริมาปอนหนึ่งไงการปอเลืองใจนั่งนักการเกียร์สันแล้วนะฉันลูกเนี่ยได้การในนำโรงคือริไซระบอกลูกเนี่ยคือหลังปูตรายแบบหายเลขสำนักคือเลขปีร้อยห้าผมไว้ปอสำนักคือปอเลื่องใจเมียนเลื่องจ้าเลื่องใจนะบองปอนฉันลูกเนี่ยได้การในนำโรงริไซระบอกลูกเนี่ยในไงใส่นี่ปูตรายหายเลขสำนักปีห้าผมไว้ปอสำนักคือปอเลื่องใจในไทยสายนี้คนชาวโปรสไลด์ในการชนะร้องลูกเนี่ยอาจบ่งเป็นการเงียบไว้กรุบยั้งคือลูกเนี่ยมีเลียบมีเฉยลูกเนี่ยตัวบานในแก่หายทับฮอลจุ่มนั้นตัวบานในดำนังหล่อ
ទទួលបាននៅជោគជ័យនៅក្នុងការងារអញ្ចឹងលោកអ្នកកើតឆ្នាំរោងនៅថ្ងៃស្អែកនេះមានលៀបមានជ័យហើយទទួលបាននៅគេហៅថាកាដូទៀតណាអ្នកកើតឆ្នាំរោងអាចទទួលបានកាដូពិសេសនៅថ្ងៃស្អែកហ្នឹងបាទហើយបញ្ហាសុខភាពក៏សំទោសការធ្វើដំណើរអ្នកកើតឆ្នាំរោងគឺសុវត្ថិភាពបាទធ្វើដំណើរទៅជិតទៅឆ្ងាយទៅអីក៏ដោយយកថ្ងៃអីគឺអត់មានហាមឃាត់ទេលោកអ្នកអាចជើញទៅដោយរលូនហើយរឿងសុខភាពក៏ល្អរឹងមាំណាស់បាទដូចដំរីសាអញ្ចឹងធ្វើការចេះហត់ទេអ្នកកើតឆ្នាំរោងនៅថ្ងៃស្អែកនេះបញ្ហាស្នេហាក៏មានភាពផ្អែមល្ហែមល្អុកល្អឿនស្រឡាញ់គ្នាស្វែងយល់ចិត្តគ្នាចេះអធិស្ឋានឲ្យគ្នាជាមួយគ្នាទៅវិញទៅមកណាបាទអញ្ចឹងលោកអ្នកដែលកើតនៅឆ្នាំរោងរាសីឡើងខ្ពស់ត្រដែតលេខសំណាង258ពណ៌សំណាងគឺពណ៌លឿងខ្ចីចំណែកឯអ្វីគ្រប់យ៉ាងគឺរលូនអ្វីគ្រប់យ៉ាងគឺប្រកបដោយលៀបប្រកបដោយជ័យណាមានលៀបមានជ័យចូលហើយរកស៊ីមានបាននៅថ្ងៃស្អែកនេះធ្វើដំណើរទៅណាទៅណីក៏ល្អមានសុវត្ថិភាពសុខភាពល្អប្រពៃចំណែកឯរឿងរ៉ាវស្នេហាមានភាពផ្អែមល្ហែមល្អុកល្អឿនស្រឡាញ់គ្នាបាទអត់មានអីដែលជាការរាំងស្ទះឬមួយក៏មានភាពអ្វីដែលជាការមិនសប្បាយចិត្តមិនសប្បាយបតីទេគឺល្អហើយជោគជ័យអញ្ចឹងកូនចៅប្រុសស្រីដែលកើតនៅឆ្នាំរោងសូម comment លេខ258ហើយ share នៅវីដេអូលោកគ្រូមហាជុំមួយដាក់លេខ258ណាបាទលោកអ្នកនឹងទទួលបានលៀបលោកអ្នកនឹងទទួលបានជ័យធ្វើអីក៏បានសំប្រកបដោយបំណងប៉ងប្រាថ្នាបាទរបស់អស់លោកអ្នកណាបាទអញ្ចឹងយើងសូមបន្តទៀតណាបិទបញ្ចប់នៅឆ្នាំរោងត្រឹមតែប៉ុណ្នេះយើងតមកឆ្នាំម្សាញ់កូនចៅប្រុសស្រីដែលកើតនៅឆ្នាំម្សាញ់បាទលោកអ្នកដែលកើតឆ្នាំម្សាញ់រាសីស្អែកមធ្យមណាអត់បានសំណាងឡើងដូចរោងទេលោកអ្នកដែលកើតម្សាញ់រាសីស្អែកមធ្យមលេខសំណាងគឺលេខ391ពណ៌សំណាងគឺពណ៌បៃតងកូនចៅប្រុសស្រីដែលកើតនៅឆ្នាំម្សាញ់ណាបាទសូម comment លេខសំណាងគឺលេខ391ពណ៌សំណាងគឺពណ៌បៃតងម្ដងទៀតលោកអ្នកដែលកើតឆ្នាំម្សាញ់រាសីមធ្យមលេខសំណាងគឺលេខ391ពណ៌សំណាងគឺពណ៌បៃតងនៅថ្ងៃស្អែកនេះលោកអ្នកដែលកើតនៅឆ្នាំម្សាញ់លោកគ្រូចង់ជម្រាបជូនថាកិច្ចការងារប្រចាំថ្ងៃការលក់ដូររកស៊ីគឺប្រព្រឹត្តទៅដោយរលូនណាបាទអត់មានអីដែលជាបញ្ហាមួយដែលរាំងស្ទះឬមួយក៏ជាបញ្ហាណាដែលជាការព្រួយបារម្ភទេគឺរកស៊ីរលូនគឺថាមិនចំណេញហើយក៏មិនខាតដែរគឺជោគជ័យណាបាទលក់ដាច់អីធម្មតាតាមទំនៀមតាមទម្លាប់ណាធ្លាប់លក់ម៉ោង9អស់ស្អែកហ្នឹងក៏ម៉ោង9ដែរធ្លាប់លក់ម៉ោង9អស់ស្អែកហ្នឹងក៏ម៉ោង9ដែរមិនថារាល់ដងលក់ម៉ោង9អស់ស្អែកលក់ម៉ោង7អស់ហើយណាគេមកកំងទិញច្រើននេះអត់ទេគឺបែរថាស្អែកធ្លាប់លក់ប្រហែលថ្ងៃហ្នឹងក៏លក់ប៉ុណ្្នឹងដែរគឺលក់ដាច់ធម្មតាណាអត់មានអីទេកូនចៅដែលកើតនៅឆ្នាំម្សាញ់ហើយការធ្វើដំណើរទៅទីជិតទីឆ្ងាយខ្ញុំចង់ជម្រាបជូនថាលោកអ្នកដែលកើតឆ្នាំម្សាញ់យល់ល្អកុំធ្វើដំណើរទៅផ្លូវឆ្ងាយអីណានៅថ្ងៃស្អែកហ្នឹងការធ្វើដំណើរទៅផ្លូវឆ្ងាយលោកអ្នកដែលកើតឆ្នាំម្សាញ់គឺមិនសូវជាល្អទេហើយក៏មិនសូវជាសុវត្ថិភាពដែរជាពិសេសការធ្វើដំណើរពេលរាត្រីណាបាទការធ្វើដំណើរនៅពេលរាត្រីលោកគ្រូចង់ជម្រាបជូនថាកុំគួរអីណាកូនចៅណាបើចង់ទៅចាំព្រឹកព្រលឹមទៅហើយបើកបរដោយសុវត្ថិភាពហើយបើសិនអ្នកកើតឆ្នាំម្សាញ់ទៀតសោតយល់ល្អកុំបើកបរខ្លួនឯងអាចឲ្យអ្នកផ្សេងធ្វើតកង់ទៅខ្លួនយើងកុំបើកអីណាបាទហើយក៏មានការអត់ធ្មត់ហើយក៏មានការចេះអធិស្ឋានណាកុំកំហឹងទល់កំហល់ចំពោះការធ្វើដំណើរនៅលើដងផ្លូវសុខភាពល្អណាអ្នកកើតឆ្នាំម្សាញ់សុខភាពល្អអត់អីទេអត់មានបញ្ហាមួយព្រួយបារម្ភទេរឿងរ៉ាវស្នេហាក៏មានភាពផ្អែមល្ហែមដែរស្រឡាញ់គ្នាដែរយល់ចិត្តគ្នាដែរ
từ vinh từ máu cứ sờ lạnh khía vô chật khía hai nắng cái hai tham miền chây miền chốt chừng mũi khía từ vinh từ máu ọt miền khơi một khía kham thông minh sừng kiệt thông minh đặc khía tề cứ cái hai thả miền liệp miền cháy hai có sờ lạnh khía bà em là hài nát bà trắng dương tờ lọc màu vĩnh lúc nè đại cá chân mà sánh lệ sầm nắng bay rồi cài sập muối để xây mật chúng po sầm nắng po bảy tón cà thưa đầm nại từ tì chật tì ngay hàm pram tít nát bà cái pin nước ọt ấy thế cứ lõ hay nâng chụp chày cướp dáng sầm rậm lúc nè đại cá nới chân mà sánh trong bát sông ăn đi nhát bằng to đó con trai từ ó đại cá nơi chân một mí lệ sầm nắng bỏ lúc nè cứ lệ phèo mỗi cây bớt để xây có mật chùm đáy chùm này ở po sầm nắng cứ lúc nè đại cá chân một mí cua nátแต่ปลาปอกmày đại chữ po lọ nát bà chấn con trai prostate đại cá nơi chân một mí trong cụ mà hạ chúng sông tu tiên này chúc chị ta để xây chùn đó con trai đại cá chân một mí nâng cứ sầm rạp xây được bỏ lúc nè cứ mật chúng lệ sầm nắng cứ lệ pram rồi cái sập bổng pal po sầm nắng cứ po mày đi xây được bỏ lúc nè đại cá nơi chân một mí nơi ngày sai ni cứ lúc nè nâng cái hai thả cả lục đô rọc xi ấy cứ ở miền Pành Hà ấy đã pruy bằng róm rư muối có miền cả bằng khát bằng ấy tế cứ đi xây được bỏ lúc nè nè cả chân một mí nó cứ cả nghề rọc xi lục đô ấy cứ đầm nại cả tới thò mặt đà chấm nấy ai ca thua đầm nại tới ti chất ti ngay vĩnh sầm nhập lúc nè đại cả nơi chân một mí cùng hai chung trong chấm nhập chun thá ở miền ấy đại chỉ ông bát sạ cứ lúc này ai chơi từ cái này na có bán lúc này ai thua đầm nát tới tí chất tí ngay rồi mới có thua đầm nát tới cái này na có xong cu có xong có sầm nhập lúc này phòng đài trong này ai sọc hiệp vĩnh cứ lõ ở miền ấy đại chỉ Pành Hà ấy máu rèn ste rồi mới có Pành Hà ấy máu bằng tốt dương tế cứ sọc hiệp vĩnh lõ riêng rải sài há miền hiệp cái thà cam bọt cam có rồi mùi có bồ ra độc tháp vẽ mục hiện đại này nát ngày sai chân sầm rọp ở srul ở srop bà sầm rọp ở srul ở srop nó còn trái nát thôi ấy có đáo chơi dụ chị ạt chia sấy hay cái chơi áo ở kia từ bình từ màu bán cru xài dưới miền sụp hẹp bằng cối bán crom cru xài dưới bộ bánh tự đói cái hải thả hiệp sành kia chấn nè cả chân một mí để xây mặt chúng lệ sầm nắng bay rồi cả pram rồi cả pal po sầm nắng po khmái để xây mặt chúng vậy cục giá cứ mình ấy thế bàn tay riêng rai sài há cứ xông ở miền cả ọt một ba mình ọt một thế là đứng cứ chuộc nề hài nát bong bồn á và tọt mà tiết khi xong tu tiên nơi chụp chỉ ta để xây sầm rạp con cháu đại cái này năm mùa mè vinh mặt đòn nát năm mùa mè thiết miết bông tê và đà sậy bệnh dậy pi à giúp nhầm xong rọp pi tung một hay tới đó bà miền một hay năm miền sàm pi miền xài buôn miền hà bùm muối miền học bùm váy miền chật và muối nâng bẹt buồn đột nẹt đại ca năm một mé ná bà chẳng là lấy to tiết bóng ôn con trái đại ca này năm một mé vì xây bỏ lúc nẹt có mặt chung đai này thay xây nâng mình lại cái tế bản thẩm tới mặt chung thế bà mặt chung có lọ đấy cùng ai thực lẹ tới nó bà mặt chung lệ sầm nắng cùng buồn rồi mà phải pram po sầm nắng cứ po cả hòm ná bà lúc nè đại ca năm một mé nơi ngày sai ní cứ đi xây mặt súng lệ sầm nắng cùng buồn rồi mà phải pram po sầm nắng po cả hòm con trai prostate đại ca nơi năm một mé cùng hai chúng xong ở con trai comment lệ sầm nắng cứ lệ cùng buồn rồi mà phải pram share video được cùng hai chúng mới đã lệ cùng buồn rồi mà phải pram lúc nè đại ca năm một mé nơi ngày sai ní càng nghi lụa đồ rọc xí cứ thề ọt lại ọt cháu ọt sâu ọt sùa cứ là mở xong bạc cọp nát bà thôi càng nghi ấy kết cả với cục dáng cứ là ọt miền ấy thế nát bà phân tích thề ọt sừng đánh thế hay có ọt khát lại thọt rọt đòn bàn của pan ná
ឥឡូវបានប្រប៉ុណ្្នឹងវិញអត់មានអីទេណាបាទការធ្វើដំណើរទៅទីជិតទីឆ្ងាយអត់ហាមទេអត់មានហាមទេធ្វើដំណើរបានប្រកបដោយសុខសុវត្ថិភាពបងប្អូនណាបាទសុខភាពល្អសុខភាពលោកអ្នកកើតឆ្នាំមកម៉ែគឺនៅថ្ងៃស្អែកនេះល្អគ្រប់យ៉ាងអត់មានអីទេចំណែកឯរឿងរ៉ាវស្នេហាមានឧបសគ្គបន្តិចបន្តួចណាបាទប្រយ័ត្នឆ្លោះគ្នាលោកអ្នកដែលកើតឆ្នាំមកម៉ែណាលោកអ្នកដែលកើតឆ្នាំមកម៉ែគ្រូប្រាប់ថាប្រយ័ត្នឆ្លោះគ្នាបងប្អូនណាបាទប្រយ័ត្នឆ្លោះគ្នាអញ្ចឹងលោកអ្នកដែលកើតឆ្នាំមកម៉ែរាសីមធ្យមលេខសំណាង925ពណ៌សំណាងពណ៌ក្រហមនៅថ្ងៃស្អែកនេះការងារលក់ដូររកស៊ីកិច្ចការងារប្រចាំថ្ងៃគឺល្អការធ្វើដំណើរគឺរលូនសុវត្ថិភាពសុខភាពល្អអត់អីទេអត់មានជំងឺដង្កាត់ណាមកបៀតបៀនទេចំណែកឯសេចក្តីស្នេហាវិញអាចមានភាពរកាំរកុសអាចមានភាពប៉ះទង្គិចពាក្យសម្ដីគ្នាទៅវិញទៅមកអញ្ចឹងកូនចៅដែលកើតនៅឆ្នាំមកម៉ែសូមឲ្យមានការអត់ធ្មត់បន្តិចបងប្អូនណាបាទអញ្ចឹងសូមជូនពរណាកូនចៅកើតឆ្នាំមកម៉ែអញ្ចឹងបន្ទាប់មកទៀតខ្ញុំសូមទូទាជូនដល់កូនចៅប្រុសស្រីដែលកើតនៅឆ្នាំវោកវិញម្ដងវោករាសីនៅថ្ងៃស្អែកនេះគឺឡើងខ្ពស់ត្រដែតចំណែកឯលេខសំណាងគឺលេខ294ពណ៌សំណាងសម្រាប់កូនចៅដែលកើតនៅឆ្នាំវោកគឺពណ៌ផ្ទៃមេឃណាបាទពណ៌ផ្ទៃមេឃកូនចៅប្រុសស្រីដែលកើតនៅឆ្នាំវោកជោគជតារាសីរបស់អស់លោកអ្នកនៅថ្ងៃស្អែកនេះគឺឡើងខ្ពស់ត្រដែតពណ៌សំណាងគឺពណ៌ផ្ទៃមេឃលេខសំណាងគឺលេខ294នៅថ្ងៃស្អែកនេះអ្នកដែលកើតនៅឆ្នាំវោកការលក់ដូររកស៊ីគឺខ្ញុំសូមឲ្យមានការប្រយ័ត្នប្រយែងបើមិនមានការប្រយ័ត្នទេលេខគេថាមានការបាត់របស់ឬមួយក៏មានគេហៅថាអ្នកដែលមានដៃមានជើងមកលួចទ្រព្យលួចសម្បត្តិលួចទ្រព្យលួចរបស់យើងអញ្ចឹងកូនចៅដែលកើតនៅឆ្នាំវោកបាទប្រយ័ត្នប្រយែងតិចទៅនៅថ្ងៃស្អែកនេះណាបាទប៉ុន្តែទន្ទឹមនឹងការខាតបង់យើងក៏ទទួលបានលាភជ័យធំដែរដំណឹងដែលយើងកំពុងតែទន្ទឹងរង់ចាំមកយូរយើងក៏ដឹងតំណឹងថាការងារយើងជោគជ័យហើយក៏មានលាភកិច្ចការងារដែលធ្វើឲ្យគិតថាមិនបានទេក៏ប្រែជាបានលុយដែលគេជពាក់យូរហើយដែលគេអត់សងក៏ប្រែទៅជាសងអ្នកកើតឆ្នាំវោកណាបាទអញ្ចឹងប្រយ័ត្នតែម្យ៉ាងទេទ្រព្យរបស់នៃជាប់ខ្លួនប្រយ័ត្នឲ្យមែនតែនប៉ុន្តែមានលៀបមានជ័យមានហេងចូលផ្ទួនការធ្វើដំណើរទៅទីជិតទីឆ្ងាយសម្រាប់លោកអ្នកដែលកើតនៅឆ្នាំវោកក៏ល្អដែរអត់អីទេគឺអាចធ្វើដំណើរទៅប្រកបដោយជោគជ័យប្រកបដោយសុវត្ថិភាពមិនត្រឹមតែជោគជ័យហើយគឺមានលុយមានកាក់មានលៀបសំណាងទៀតនៅក្នុងការធ្វើដំណើរនឹងរឿងរ៉ាវស្នេហាហេងបាទស្រឡាញ់គ្នាណាស់ផ្អែមល្ហែមអ្នកដែលមិនទាន់មានគូក៏ដល់គូអ្នកដែលចង់បានគូសកលក៏ដល់គូសកលអ្នកដែលឆ្លោះគ្នាក៏ត្រូវគ្នាវិញចំណែកឯសុខភាពល្អប្រសើរថ្លៃថ្លាឧត្តមឧត្តមណាស់អ្នកដែលកើតនៅឆ្នាំវោកនឹងនៅថ្ងៃស្អែកនឹងគឺល្អគ្រប់យ៉ាងអញ្ចឹងដើម្បីចង់បានអាភិបល្អគ្រប់យ៉ាងនឹងដើម្បីចង់បាននៅការអ្វីដែលល្អនឹងសូមលោកអ្នកដែលកើតឆ្នាំវោកនឹងខមមិនលេខ294ហើយក៏ share នៅវីដេអូលោកគ្រូមហាជុំមួយដាក់លេខ294ណាលោកអ្នកនឹងជ័យលោកអ្នកនឹងជោគហើយប្រាថ្នាអ្វីគឺបានសម្រេចដោយបំណងពងប្រាថ្នាបាទអរគុណសូមជូនពរណាអ្នកកើតឆ្នាំវោករាសីខ្ពស់ហើយគ្រូមហាជុំជូនពរទៀតគឺពិតជាមិនធម្មតាទេបន្តមកទៀតលោកអ្នកដែលកើតឆ្នាំរកាណាបាទរកាលេខរបស់លោកអ្នកនៅថ្ងៃស្អែកស្រុតចុះបាទស្រុតចុះពណ៌លេខសំណាងលេខ671លេខ671ពណ៌សំណាងបាទពណ៌ប្រផេះកូនចៅប្រុសស្រីដែលកើតនៅឆ្នាំរការាសីស្រុតចុះបាទប៉ុន្តែទន្ទឹមនឹងការស្រុតចុះលោកអ្នកអាច comment លេខសំណាងគឺលេខ671ហើយពណ៌សំណាងគឺពណ៌ប្រផេះលោកអ្នកដែលកើតឆ្នាំរការាសីរបស់អស់លោកអ្នកគឺស្រុតចុះបន្តិចហើយបាទ
ប៉ុន្តែបើលោកអ្នកស្រុតចុះក៏ស្រុតទៅយើងមានលេខសំណាងតើបងប្អូនគឺលេខ671ហើយពណ៌សំណាងគឺពណ៌ប្រផេះណាបាទលោកអ្នកប្រុសស្រីដែលកើតនៅឆ្នាំរកាខ្ញុំចង់ជំរាបជូនថារាសីរបស់អស់លោកអ្នកស្រុតចុះលេខសំណាង671ពណ៌សំណាងពណ៌ប្រផេះអញ្ចឹង comment លេខ671ហើយក៏ share វីដេអូលោកគ្រូមហាជុំមួយដាក់លេខ671ការងារនៅថ្ងៃស្អែកនេះខ្ញុំចង់ជំរាបជូនថាលោកអ្នកដែលកើតនៅឆ្នាំរកាគឺមិនសូវរលូនប្រហែលទេដោយសារតែមានអ្នកក្រោមអាវ៉ាតមានការគេហៅថាមានការមិនស្មោះត្រង់អញ្ចឹងណាកូនចៅដែលនៅក្រោមអាវ៉ាតហ្នឹងអត់ស្មោះត្រង់ទេមានដៃមានជើងអញ្ចឹងធ្វើឲ្យយើងដែលកើតឆ្នាំរកាហ្នឹងគឺមានភាពឈឺក្បាលហើយក៏មានភាពខាតបង់អញ្ចឹងនៅថ្ងៃស្អែកនេះអ្នកដែលមានដៃមានជើងជាកូនចៅហ្នឹងនឹងធ្វើឲ្យរបស់របស់យើងនឹងមានការខាតបង់អញ្ចឹងលោកអ្នកកើតឆ្នាំរកាខ្ញុំសូមឲ្យប្រយ័ត្នតិចណាអ្នកដែលជាថៅកែអ្នកដែលជាអីក៏ដោយឲ្យតែមានកូនចៅក្រោមអាវ៉ាតគឺមើលតិចទៅព្រោះថាកូនចៅអត់ស្មោះត្រង់ទេបាទប្រយ័ត្នប្រយែងកន្លែងហ្នឹងណាបាទហើយពាក់ព័ន្ធជាមួយនឹងការធ្វើដំណើរទៅទីជិតទីឆ្ងាយអ្នកកើតឆ្នាំរកាគឺមិនអីទេគឺអាចធ្វើដំណើរបានជោគជ័យសុវត្ថិភាពទាំងទៅទាំងមកសុខភាពក៏ល្អអត់មានអីដែររឿងរ៉ាវស្នេហាក៏ស្រឡាញ់គ្នាដែរប៉ុន្តែមានការអន់ចិត្តជាមួយគ្នាច្រើនមានការអន់ចិត្តណាប៉ុន្តែវាមិនមែនជាបច្ច័យដែលធ្វើឲ្យយើងឆ្លោះប្រកែកគ្នាបែកបាក់គ្នាទេគ្រាន់តែមានការអន់ចិត្តហើយនឹងមានការមិនយោគយល់គ្នាតែប៉ុណ្ណឹងអញ្ចឹងត្រឡប់មកវិញលោកអ្នកដែលកើតនៅឆ្នាំរការាសីរបស់លោកអ្នកស្រុតចុះប៉ុន្តែទន្ទឹមនឹងការស្រុតចុះនឹងយើងមានលេខសំណាងដែលយើងអាចដាក់បានដើម្បីកុំឲ្យយើងស្រុតពេកពីអាក្រក់មកជាល្អពីអាក្រក់តិចមកមិនកើតជារឿងអីសោះលេខសំណាងគឺលេខ671ពណ៌សំណាងគឺពណ៌ប្រផេះអញ្ចឹងកូនចៅដែលកើតនៅឆ្នាំរកាគឺរាសីស្រុតចុះប្រយ័ត្នពីចំណុចណាថ្ងៃស្អែកនេះប្រយ័ត្នកូនចៅក្រមបង្កប់លួចទ្រព្យលួចរបស់ឬមួយក៏ធ្វើឲ្យខាតបង់ប្រយ័ត្នទី2រឿងរ៉ាវស្នេហាកុំរឹងតឹងកុំចចេះរឹងរូសគឺយើងនឹងល្អយើងនឹងជោគជ័យឡើងវិញឲ្យតែយើងមានការអត់ធ្មត់សូមជូនពរណាដល់អ្នកកើតឆ្នាំរកាឲ្យជោគជ័យឲ្យល្អគ្រប់យ៉ាងបាទអរគុណខ្ញុំសូមអនុញ្ញាតមើលនៅជោគជតារាសីសម្រាប់កូនចៅប្រុសស្រីដែលលោកអ្នកកើតឆ្នាំចវិញម្ដងបាទលោកអ្នកដែលកើតនៅឆ្នាំចរាសីរបស់អស់លោកអ្នកនៅថ្ងៃស្អែកនេះគឺខ្ពស់ទៀតណាបាទមិនចុះមិនចស្អោសទេគឺខ្ពស់បាទឆ្នាំចគឺរាសីខ្ពស់លេខសំណាងសម្រាប់កូនចៅដែលកើតនៅឆ្នាំចគឺលេខ844ហើយពណ៌សំណាងបាទពណ៌សំណាងទៀតសោតសម្រាប់លោកអ្នកដែលកើតនៅឆ្នាំចបាទលោកអ្នកដែលកើតនៅឆ្នាំចលេខសំណាងគឺលេខទឹកមាសសំទោសពណ៌សំណាងគឺពណ៌ទឹកមាសទៅលេខសំណាងឯណាទៀតដែរបាទអញ្ចឹងជោគជតារាសីកូនចៅប្រុសស្រីដែលកើតនៅឆ្នាំចគឺថ្ងៃស្អែកនេះរាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែតពណ៌សំណាងគឺពណ៌ទឹកមាសលេខសំណាងគឺលេខ844កូនចៅប្រុសស្រីដែលកើតនៅឆ្នាំចសូមឲ្យលោកអ្នកខមមិនលេខសំណាងគឺលេខ844 share វីដេអូលោកគ្រូមហាជុំមួយដាក់លេខ844នៅថ្ងៃស្អែកនេះលោកអ្នកនឹងមានលៀបមានជ័យចូលមកនៅក្នុងជីវិតរបស់អស់លោកអ្នកមិនថាតែអ្នកលក់ដូរតិចតួចក្តីលក់ធំច្រើនក្តីមន្ត្រីរាជការឯកឧត្តមលោកជំទាវរដ្ឋមន្ត្រីខបតីអីទាំងអស់ហ្នឹងគឺសិតតែមានលៀបមានជ័យទាំងអស់ឲ្យទៅលោកអ្នកកើតឆ្នាំចចំណែកឯការធ្វើដំណើរទៅទីជិតទីឆ្ងាយរមែងទទួលបានសុខសុវត្ថិភាពមិនមានបញ្ហាណាមួយមករាំងស្ទះឬមួយបញ្ហាណាមួយមកធ្វើឲ្យរំខានដល់ដំណើរកំសាន្តឬមួយដំណើរបំពេញភារកិច្ចរបស់យើងនោះឡើយបញ្ហាសុខភាពគឺល្អប្រសើរថ្លៃថ្លាណាស់មិនមានបញ្ហាណាមួយមករាំងស្ទះឬមួយធ្វើឲ្យសុខភាពយើងចុះទ្រុឌទ្រោមនោះទេចំណែករឿងរ៉ាវស្នេហាមានភាពផ្អែមល្ហែមល្អប់ល្អឿនស្រឡាញ់គ្នាបាទហើយក៏ទទួលបាននៅលៀបទទួលបានជ័យហើយក៏ប្រាថ្នានៅកិច្ចការអ្វីបានសម្រេចដោយសេចក្តីបំណងពងប្រាថ្នា
សុខសប្បាយហើយក៏មានលៀបមានជ័យផងដែរអញ្ចឹងកូនចៅប្រុសស្រីទាំងអស់ដែលកើតនៅឆ្នាំបាទចគឺទទួលបាននៅគេហៅថាលៀបជ័យផលសំណាងគ្រប់យ៉ាងមិនថាតែការងារប្រចាំថ្ងៃមិនថាតែការធ្វើដំណើរមិនថាតែសុខភាពមិនថាតែរឿងរ៉ាវស្នេហាគឺពោពេញទៅដោយសុវត្ថិភាពសុខចម្រើនហើយនឹងសំណាងល្អគ្រប់យ៉ាងបន្តមកទៀតខ្ញុំបាទនឹងសូមបិទបញ្ចប់លោកអ្នកដែលកើតឆ្នាំចត្រឹមតែប៉ុណ្្នេះទៅព្រោះថារាសីគេខ្ពស់ហើយណាអ្វីគេក៏ជោគជ័យដែរអញ្ចឹងអ្នកកើតឆ្នាំចសូមខមមិនលេខ844ហើយ share វីដេអូគ្រូមហាជុំមួយដាក់លេខ844ពណ៌សំណាងគឺពណ៌ទឹកមាសណាបាទអញ្ចឹងខ្ញុំសូមអនុញ្ញាតទស្សទាយនៅឆ្នាំកុលដែលជាឆ្នាំកូនពៅឆ្នាំកុលរាសីរបស់អស់លោកអ្នកនៅថ្ងៃស្អែកនេះក៏ខ្ពស់ត្រដែតដែរបាទខ្ពស់ត្រដែតដូចគ្នាលេខសំណាងលោកអ្នកដែលកើតនៅឆ្នាំចគឺលេខ172ពណ៌សំណាងលោកអ្នកដែលកើតនៅឆ្នាំចបាទលោកអ្នកដែលកើតនៅឆ្នាំចគឺពណ៌ស្វាយអត់ទេបាទសំទោសពណ៌ឆ្នាំកុលលោកអ្នកដែលកើតនៅឆ្នាំកុលរាសីរបស់អស់លោកអ្នកគឺឡើងខ្ពស់ត្រដែតថ្ងៃនេះចនិងកុលមិនធម្មតាទេគឺឡើងខ្ពស់ទាំងពីរចហើយនឹងកុលរាសីរបស់យើងគឺឡើងខ្ពស់ទាំងពីរបាទហើយលេខសំណាងគឺលេខ172ពណ៌សំណាងគឺពណ៌ស្វាយលោកអ្នកដែលកើតឆ្នាំចគ្រូមហាជុំចង់ជំរាបជូនថាច្រឡំទៀតហើយលោកអ្នកដែលកើតឆ្នាំកុលគ្រូមហាជុំចង់ជំរាបជូនថានៅថ្ងៃស្អែកនេះលោកអ្នកនឹងមានលៀបមានជ័យលោកអ្នកប្រកបកិច្ចការងារអ្វីគ្រប់យ៉ាងគឺនឹងល្អប្រសើរនឹងថ្លៃថ្លាហើយក៏នឹងជោគជ័យផងដែរចំណែកឯរាសីគឺល្អណាស់បាទឆ្នាំជូតគឺការងារឆ្នាំកុលការងារឬមួយក៏អ្វីគ្រប់យ៉ាងហ្នឹងគឺល្អប្រសើរគឺជោគជ័យមានលៀបមានជ័យចូលមកនៅក្នុងជីវិតការធ្វើដំណើរទៅទីជិតទីឆ្ងាយទៀតសោតលោកអ្នកដែលកើតឆ្នាំកុលគឺនឹងមានគេថាសំណាងល្អហើយនឹងមានសុខសុវត្ថិភាពសុខភាពវិញប្រសើរល្អណាស់អត់មានអីឈឺគ្រុនអីទេចំណែកឯស្នេហាវិញផ្អែមល្ហែមល្អក់ល្អឿនណាបាទឆ្នាំកុលកូនពៅគេចូលមករៀងរកម្មរកោសរអាក់រអួលបន្តិចណាបាទអញ្ចឹងខ្ញុំសូមបន្តទៀតណាលោកអ្នកដែលកើតនៅឆ្នាំកុលរាសីឡើងខ្ពស់ត្រដែតលេខសំណាង172ពណ៌សំណាងពណ៌ស្វាយអញ្ចឹងការងារអ្វីគ្រប់យ៉ាងគឺល្អប្រសើរណាស់បាទហើយក៏ជោគជ័យណាស់ទាំងស្នេហាទាំងការងារទាំងសុខភាពអញ្ចឹងគ្រូជូនពរដល់កូនចៅទាំងអស់ដែលកើតឆ្នាំកុលសូមឲ្យមានលៀបសូមឲ្យមានជ័យសូមឲ្យប្រាថ្នានៅកិច្ចការអីសូមឲ្យបានសម្រេចដូចសេចក្តីបំណងពងប្រាថ្នាសូមឲ្យហេងសូមឲ្យកូនចៅទាំងអស់ណាបាទបំណងកិច្ចការអីណាបាទតិចក្តីច្រើនក្តីគឺសូមឲ្យសុវត្ថិភាពឲ្យមានលៀបចូលឲ្យមានជ័យចូលឲ្យហេងចូលឲ្យគេថាអ្វីគ្រប់យ៉ាងហ្នឹងគឺឲ្យលៀបឲ្យជ័យឲ្យជោគឲ្យសុវត្ថិភាពអញ្ចឹងការទស្សទាយនៅខែឆ្នាំទាំង12ដល់កូនចៅប្រុសស្រីដែលកើតនៅឆ្នាំចខោជូតឆ្លើយខាលថោះរោងម្សាញ់មមីមមែវករកាគឺបានដល់ទីបញ្ចប់ហើយបាទកូនសុកជាតិតាគាត់ថាគាត់ទៅដល់ផ្ទះហើយគ្រូឡាយចប់បាត់ហើយមកពីណាកូនយកអាធិធមិនកូនបាទអញ្ចឹងកូនចៅទាំងអស់ដែលបានដាក់លេខសំណាងដែលបាន share ដែលបាន comment អីគឺសិតតែទទួលលាភជ័យអញ្ចឹងលោកគ្រូមហាជុំសូមបួងសួងដល់ទស្សបារមីវត្ថុស័ក្តិសិទ្ធិទាំងឡាយនៅក្នុងលោកជាពិសេសទស្សបារមីវត្ថុស័ក្តិសិទ្ធិដែលថែរក្សាលោកគ្រូមហាជុំបារមីព្រះអង្គមហាជុំសូមឲ្យពរឲ្យជ័យសូមប្រទានពរជ័យសិរីសួស្តីវិបុលសុខបវរមហាប្រសើរជូនចំពោះកូនចៅប្រុសស្រីទាំងអស់ដែលកើតឆ្នាំទាំង12ជួបឆ្លើយខាលថោះរោមសាញ់មីម៉ែបរការចកុលសូមឲ្យជួបតែនឹងសំណាងល្អជួបតែនឹងជោគជ័យឈ្នះមារឈ្នះសត្រូវ